ស្វាគមន៍មកកាន់ឆានែលប្រូឈិតខ្មែរហ្នឹងអ្នកដែលមកថ្មីកុំភ្លេចជួយ Subscribe មួយផងដើម្បីមានកម្លាំងចិត្តបើវីដេអូបន្តទៀតដូចចឹងណាបងប្អូនសូមតែស្រឡាញ់ហើយថ្ងៃហ្នឹងខ្ញុំមកប្រាប់ពីដំណោះស្រាយបញ្ហាតម្រងនោមអញ្ចឹងណាកុំឲ្យបងប្អូនយើងមានតម្រងនោមដូចខ្ញុំថាតែខ្ញុំឥឡូវខ្ញុំមានបញ្ហាតម្រងនោមឲ្យមើលភ្នែកឡើងស្លក់ហ្មងហើយដល់ស្រាប់ហើយនេះមានបញ្ហាតម្រងនោមគឺពិបាកនោមអត់ចេញដល់ពេលនោមអត់ចេញទៅវាឡើងលំអស់ទទួលសារស្បែកអីចឹងហើយទួលស្បែកអត់នោមមកតិចនោមមកច្រើនហ្នឹងក៏មានបញ្ហាតម្រងនោមផងបងប្អូនហើយបើចង់ដោះស្រាយរឿងបញ្ហាតម្រងនោមបងប្អូនរឿងទីមួយបងប្អូនធ្វើគួរតែកំហុសគ្រឿងកំប៉ុងបងប្អូនដោយសារតែគ្រឿងកំប៉ុងនេះវាមានជាតិស្ករច្រើនអីចឹងណាហើយរឿងទី2យើងត្រូវកលែងមើលរឿងចំណីអាហារអញ្ចឹងណាបងប្អូនខ្លះយើងហូបប្រៃពេកផ្អែមពេកអីចឹងដល់ពេលអញ្ចឹងក៏វាអត់កើតដល់អញ្ចឹងពេលយើងញ៉ាំផ្អែមញ៉ាំប្រៃទៅវាអាចមានបញ្ហាតម្រងនោមអញ្ចឹងណាបងប្អូនហើយបញ្ហាទី3គឺបងប្អូនចេះទប់ស្កាត់វាការពារភាសាយើងព្យាបាលបងប្អូនកុំឲ្យព្យាបាលហើយកម្មការពារអានឹងវាអត់ល្អបងប្អូនហើយនឹងយើងត្រូវតែចេះការពារខ្លួនហ្នឹងហើយថាយើងមានជំងឺហើយមានបញ្ហាម្រងនោមវេទនាបងប្អូនហើយវេទនាដូចខ្ញុំមកវេទនាមួយថ្ងៃមុននោមអត់បាននោមអត់ចេញហើយចង់ងាប់បងប្អូនព្រោះតែក្បួតអីចឹងណាហើយបញ្ហាទី4គឺយើងកុំញ៉ាំថ្នាំដេកប្រាស់ជាពិសេសញ៉ាំថ្នាំអនឡាញអញ្ចឹងណាថ្នាំអនឡាញគ្រប់ប្រភេទហ្មងបងប្អូនថាខ្ញុំមានបញ្ហាតម្រងនោមតែថាខ្ញុំមកថ្នាំអនឡាញអញ្ចឹងបងប្អូនអញ្ចឹងវាមានបញ្ហាតម្រងនោមអញ្ចឹងហើយថ្នាំហ្នឹងគឺធ្វើទុកខ្ញុំខ្លាំងណាស់ខ្ញុំលេបបានរយៈពេល1ខែបងប្អូនហើយនោមបានអត់បានអីចឹងណាបងប្អូនហើយហ្នឹងហើយវាដំណោះស្រាយគេមានតែប៉ុណ្្នឹងទេបងប្អូនអញ្ចឹងខ្ញុំជួយ Subscribe ឆ្នាំខ្ញុំតែមួយផងខ្ញុំធ្វើ YouTube នេះក៏ចង់ចែកអំពីចំណេះដឹងតិចតួចអញ្ចឹងណាហើយបទពិសោធន៍ជីវិតរបស់ខ្ញុំផ្ទាល់ប៉ុណ្ណឹងច្រើនបាយបៀ